ជំរាបសួរក៏ដូចជាសួស្តីអ្នកមើលទាំងអស់គ្នាខណៈពេលនេះខ្ញុំបាទអធិរាជភូមិភាគឦសានកំពុងតែស្ថិតនៅពីមុខទូ ATM របស់ AMK បងប្អូនហើយថ្ងៃនេះ admin នឹងមានការបង្ហាញបងប្អូនពីរបៀបការដកលុយជាមួយនឹងទូ ATM របស់ AMK អ្វីដែលពិសេសនោះគឺមានការអាប់ដេតថ្មីពីក្រុមហ៊ុន AMK ការដកប្រាក់ជាមួយនឹងទូ ATM AMK ដោយមិនចាំបាច់ប្រើប្រាស់នៅកាត ATM បងប្អូនមានដឹងដែរទេថាការដកប្រាក់ជាមួយនឹងទូ ATM AMK ឥឡូវនេះគឺមិនចាំបាច់មានកាត ATM ទេបងប្អូនតើបងប្អូនគេប្រើអីវិញបងប្អូនដោយសារជាតម្រូវការរបស់អតិថិជន AMK ក៏បានដំឡើងក៏ដូចជា upgrade នៅមុខងារថ្មីនោះគឺការប្រើប្រាស់ mobile phone ជាមួយទៅនឹងទូ ATM AMK ដោយប្រើប្រាស់ត្រឹមតែទូរស័ព្ទដៃមួយគ្រឿងអាចដកប្រាក់បានហើយបងប្អូនអញ្ចឹងយើងមានតែទូរស័ព្ទដៃនេះមួយគ្រឿងដកលុយបានជាមួយនឹងទូ ATM AMK ដោយមិនចាំបាច់មានកាត ATM តោះចង់ដឹងថាការដកប្រាក់ជាមួយនឹងទូ ATM របស់ AMK ងាយស្រួលយ៉ាងណា Let's go ទៅជាមួយនឹងខ្ញុំទាំងអស់គ្នាបងប្អូននេះខ្ញុំបាទ admin បានមកដល់ទូ ATM របស់ AMK ហើយបងប្អូនបាទបានមកដល់ទូ ATM របស់ AMK ហើយឥឡូវខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបប្រើប្រាស់នៅការដកប្រាក់ជាមួយនឹងទូ ATM AMK ដោយមិនចាំបាច់ប្រើកាត ATM គឺកាន់តែងាយស្រួលខ្លាំងមែនទែនដោយសារមុខងារថ្មីនេះគឺយើងអត់ប្រើកាតបាទយើងប្រើតែទូរស័ព្ទដៃមួយគ្រឿងនេះអូខេ let's go បាទឥឡូវនេះយើងបានចូលមកក្នុងទូ ATM AMK ហើយឥឡូវនេះយើងដើម្បីយើងដកប្រាក់បានគឺបងប្អូនចូលមកក្នុងទូរស័ព្ទដៃរបស់បងប្អូនមកបាទចូលមកក្នុងទូរស័ព្ទដៃរបស់បងប្អូនដោយរើសយក AMK Mobile App តមកទៀតបងប្អូនអាចវាយលេខកូដអញ្ចឹងណាអញ្ចឹងនៅក្នុងនេះគឺយើងអត់មានវាយលេខកូដនៅក្នុងម៉ាស៊ីន ATM នេះទេបងប្អូនមកទៀតបងប្អូនចុចនៅលើនេះបងប្អូនចុចនៅលើដកប្រាក់តាមរយៈ QR code បាទយើងចុចលើនេះមកបងប្អូនបន្ទាប់មកទៀតបងប្អូនរើសយកភាសាបងប្អូនណាបងប្អូនរើសយកភាសាខ្មែរមកបន្ទាប់មកទៀតបងប្អូនរើសយកដកប្រាក់តាមរយៈ QR code បាទគឺយើងចុចនៅលើ touch screen ហើយបងប្អូនអាចរើសជាដុល្លារឬក៏ជាខ្មែរបានបងប្អូនអាចរើសជាខ្មែរឬជាដុល្លារបើសិនជាខ្ញុំដកជាលុយខ្មែរអញ្ចឹងវានឹងមាន function លុយរៀលនៅក្នុងម៉ាស៊ីន ATM ហ្នឹងថាតើលុយដែលយើងចង់ដកហ្នឹងกระดาษប្រាក់ប្រមាណกระดาษ 10000 กระดาษ 20000 ឬក៏กระดาษ 50000 10000បាទឬក៏យើងអាចរើសយករហូតទៅដល់20 30 40ម៉ឺនអីចឹងទៅអញ្ចឹងនៅក្នុងទូ ATM នេះគឺយើងអត់ចាំបាច់ប្រើប្រាស់គេហៅថា keyboard នេះទេបងប្អូនគឺយើងប្រើនៅលើ touch screen ហ្នឹងតែម្ដងអញ្ចឹងឥឡូវខ្ញុំសុំដកលុយរបស់ខ្ញុំចំនួនតែ40000ទេបងប្អូនបាទអញ្ចឹងយើងចុច40000មកលើនេះមកបន្ទាប់មកទៀតចុចលើនេះមកបន្ទាប់មកទៀតចុចយក confirm ឬក៏ត្រូវការអញ្ចឹងបងប្អូនរងចាំវានឹងចេញ QR code មកឲ្យយើងដក10000អញ្ចឹងបន្ទាប់ពីចេញ QR code ហ្នឹងចេញមកអ្វីដែលបងប្អូនត្រូវធ្វើនោះគឺបងប្អូនចូលមកក្នុងកម្មវិធី AMK Mobile App នៅលើទូរស័ព្ទដៃរបស់បងប្អូនហ្នឹងគឺបងប្អូនយកពាក្យថា scan នេះមកបាទ scan នេះមកកន្លែង scan QR code បាទបងរួចបន្ទាប់ពីយើងចុចនៅហ្នឹងហើយវានឹងចេញរូបភាពបែបនេះអញ្ចឹងយើងចាប់ផ្ដើម scan តែម្ដងទៅអញ្ចឹងពីខ្ញុំបន្ទាប់ពីខ្ញុំបាន scan រួចហើយខ្ញុំរើសយកលុយដែលខ្ញុំត្រូវការដកអញ្ចឹងខ្ញុំដក40000អញ្ចឹងយើងធ្វើការ select នៅក្នុងទូរស័ព្ទដៃយើងឯនេះវិញទេបងប្អូនការដាក់ទឹកលុយទឹកអីគឺយើងដាក់នៅក្នុងទូបន្ទាប់ពីយើង scan ហើយអញ្ចឹងយើងរើសយកលុយដែលយើងត្រូវការដកអញ្ចឹងនេះជាការស្រេចទេបងប្អូនបាទគឺខ្ញុំដកបាន40000រួចរាល់ជាការស្រេចនិយាយទៅគឺងាយខ្លាំងមែនតើបងប្អូនចំពោះការដកប្រាក់ជាមួយនឹងទូ ATM ដោយមិនចាំបាច់ប្រើប្រាស់នៅគេហៅថាកាត ATM នេះបងប្អូនចេញមកឥឡូវខ្ញុំដកបាន40000បាទឥឡូវយើងយកកតុយចុងសន្លឹកមកបងប្អូនសារតែជាសេចក្តីតម្រូវការរបស់អតិថិជន AMK ក៏បានដំឡើងនៅម៉ាស៊ីន ATM ក៏ដូចជា upgrade នៅប្រព័ន្ធស្នូលរបស់ខ្លួនអនុញ្ញាតឲ្យអតិថិជនបានប្រើប្រាស់យ៉ាងទូលំទូលាយតាមរយៈការប្រើប្រាស់ទូ ATM របស់ AMK ផងដែរក្នុងនោះទូ ATM របស់ AMK ក៏មានដូចជាការប្រើប្រាស់នៅការដកលុយឆ្លងធនាគារតាមរយៈប្រព័ន្ធ CSS បងប្អូនអញ្ចឹងទាំងអស់នេះគឺជាប្រព័ន្ធដែលទូ ATM របស់ AMK បាន upgrade គឺ
អាចឲ្យស្ថាប័នដទៃដែលមានការប្រើប្រាស់នៅសេវាកម្ម CSS នេះគឺអាចមកដកលុយជាមួយនឹង AMK តាមរយៈទូ ATM របស់ AMK ក៏ដូចជា AMK អាចដកប្រាក់ជាមួយនឹងទូ ATM របស់គេបានផងដែរអញ្ចឹងទេក្នុងមុខងារថ្មីនេះ AMK ក៏បានបន្ថែមនៅមុខងារថ្មីមួយទៀតនោះគឺការដកប្រាក់ជាមួយនឹងទូ ATM របស់ AMK ដោយមិនចាំបាច់ប្រើប្រាស់នៅកាត ATM ឥឡូវបានហើយបងប្អូនតាក់ទងជាមួយនឹងការដកប្រាក់ជាមួយនឹងទូ ATM ដោយមិនចាំបាច់ប្រើប្រាស់ជាមួយទៅនឹងគេហៅថាកាត ATM អញ្ចឹងគឺងាយស្រួលខ្លាំងមែនទែនដោយសារ AMK អាប់ដេតថ្មីអញ្ចឹងធ្វើឲ្យតម្រូវការរបស់អតិថិជនកាន់តែខ្លាំងកាន់តែងាយស្រួលក្នុងការប្រើប្រាស់នៅសេវាកម្មរបស់ AMK ពីវីដេអូរបស់ខ្ញុំបានមួយនេះខ្ញុំមានតែប៉ុណ្្នឹងចែករំលែកទៅកាន់ពុកម៉ែបងប្អូនអំពីការដកប្រាក់ជាមួយនឹងទូ ATM AMK ដោយមិនចាំបាច់ប្រើប្រាស់នៅគេហៅថាកាត ATM សង្ឃឹមថាបងប្អូននឹងយល់ពីអ្វីដែលខ្ញុំបានបង្ហាញចែករំលែកទៅកាន់ពុកម៉ែបងប្អូនខណៈពេលនេះខ្ញុំបាទអរគុណសូមគោរពលាជួបគ្នាវីដេអូក្រោយបាយបាយ